សម្រាប់បងប្អូនដែលគាត់ចូលចិត្តរងតុងណាគាត់ប្រកាសជាមានចំណេះជំនាញរបស់គាត់ក្នុងការមើលរនតុងច្បាស់ណាបងប្អូនហើយនៅពេលដែលគាត់គ្រាន់តែកលេចឃើញរនហ្នឹងក៏ដឹងថាជារនតុងតែម្ដងនេះបងប្អូនប្រុសនេះគាត់មិនតន់នឹងអីណាចាប់បានតុងមួយហើយតុងនេះសឹងប្រព័ន្ធកដៃក្មេងហើយមួយនេះគាត់ប្រកែកក្នុងការចាប់ណាដៃរបស់គាត់ហ្នឹងពិតជារឹងមាំមែនទែនហើយតុងនេះអត់មានចាំបាច់មានឧបករណ៍អីយកទៅចាប់យកទៅជីកអីទេលេងគាត់លោកទៅតាមរនហ្នឹងចាប់បានហ្មងណាបងប្អូនហើយតុងធំណាមើលទៅភក់ដែលគាត់លោកទៅហ្នឹងក៏មិនជ្រៅប្រមាណដែររៀងភក់រាក់ដែរទេប៉ុន្តែគាត់លោកតដៃគាត់នេះឃើញរនហ្នឹងបាទអញ្ចឹងតុងវាមានរនមានអីវាអញ្ចឹងណាគ្រាន់តែគេឃើញប្រហោងខូចហ្នឹងគេដឹងថារនតុងបាត់ហើយអញ្ចឹងជាធម្មតាតុងវាចូលចិត្តរស់នៅក្នុងភក់ឲ្យតែមានភក់ណារៀងជ្រៅតិចវារស់នៅហើយអញ្ចឹងវាកន្លែងខ្លះក៏សម្បូរតុងអញ្ចឹងទៅកន្លែងខ្លះក៏អត់សូវមានអញ្ចឹងទៅហើយនៅស្រុកយើងអត់សូវមានសម្បូរតុងទេអានតុងតាមវាលប្រាំងវាលបឹងអីចេះអត់មានទេឥឡូវវាមានតែតុងចាំអានេះវីដេអូនេះគឺយកមកពីប្រទេសគេណាបងប្អូនហើយមើលគេលោកតដៃនេះភក់រៀងសើមអញ្ចឹងលោកមកនេះចាប់បានទៀតហ្នឹងឃើញហើយមើលគាត់ចាប់អានេះគឺយកដៃគាត់គៀបណាម្រាមដៃគៀបវាបានចាប់វាជាប់មិនអញ្ចឹងទេគឺចាប់អត់ជាប់ទេល្អលរួចបាត់ហើយព្រោះអាសត្វនេះល្អលខ្លាំងបងប្អូនហើយបើកម្លាំងដៃមុំអីចាប់វាជាប់ទេល្អលរួចបាត់អត់ងាយក្នុងការចាប់ទេតើអ្នកចេះចាប់មិនចាប់ជាប់អញ្ចឹងណាហើយបើទឹកភក់ចេះទៀតមិនបាច់ទេអញ្ចឹងអ្នកគាត់ប្រាប់វារបៀបមើលរនតុងរនអីអញ្ចឹងបងប្អូនឲ្យឃើញមាត់ហួចអញ្ចឹងហ៎មានប្រហោងតូចអញ្ចឹងមកលូកដៃសក់ចូលទៅអញ្ចឹងយើងលូកដៃទាំងសងខាងនេះឃើញបានមកមួយទៀតហ្នឹងបានប្រមាណរបស់គាត់នេះច្រើនរបស់គាត់ថឹកហើយចឹងគាត់អត់តន់ឈប់ទេណាបងប្អូនកាលណារបានច្រើនចេះគឺនៅវក់រចឹងធម្មតាអ្នកចូលចិត្តរតែរបានហើយគឺអត់ឈប់ទេតើតារដល់អស់ចិត្តមិនឈប់ចឹងឲ្យតែនៅឃើញមានគឺនៅតាមរអញ្ចឹងនេះមើលក៏លោកដូចតំណងស្រួលដែរហ្នឹង